សួស្តីបងតើមកលោកអាចជាមួយខ្ញុំទាំងអស់គ្នាកាលនេះគឺខ្ញុំទិញមកសម្រាប់តម្រូវពាក់នៅក្នុងខែល្ងាបងដោយសារតែឥឡូវខ្ញុំកំពុងនៅក្នុងរដ្ឋ Utah សហរដ្ឋអាមេរិកហើយអាកាសធាតុនៅនេះគឺត្រជាក់ខ្លាំងមែនទែនសម្រាប់ខ្ញុំអញ្ចឹងខ្ញុំត្រូវការសម្លៀកបំពាក់ណាដែលពាក់ទៅធ្វើឲ្យខ្ញុំមានភាពកក់ក្ដៅគ្រាន់តែខ្ញុំបានប៉ះសាច់កៅអៅនេះគឺខ្ញុំស្រឡាញ់ខ្លាំងមែនទែនដោយសារតែសាច់វាទន់ល្មើយហ្មងណាបងគឺម៉ូតនេះមកជាឈុតបងមានទាំងអែមានទាំងខោហើយខោវាគឺជើងធំខ្ញុំស្រឡាញ់ខោជើងធំបែបហ្នឹងនេះខ្ញុំពាក់លើខ្លួនឲ្យបងមើលបងឃើញខ្ញុំទាញឲ្យមើលគឺកណាត់គេកណាត់របៀបសាច់យឺតណាបងអញ្ចឹងបើបងពាក់ទៅអត់មានពិបាកក្នុងការធ្វើចលនាបងហើយចំពោះអាវគេវិញគឺខ្ញុំស្រឡាញ់ខ្លាំងមែនទែននៅពេលដែលពាក់លើខ្លួនខ្ញុំអត់ដែលទិញកៅអនឡាញណាដែលទិញមកហើយដាក់លើខ្លួនទៅខ្ញុំត្រូវចិត្តឯងបងខ្ញុំត្រូវតែដូរវិញទាំងអស់ប៉ុន្តែឈុតមួយនេះគឺខ្ញុំស្រឡាញ់ដោយសារតែមើលទៅវា elegant សម្រាប់យើងពាក់នៅផ្ទះឬមួយក៏បងពាក់ទៅក្រៅក៏បានថែមទាំងអាវយឺតមកកាបូបស្បែកជើងវ៉ែនតាមួយមកគឺស្អាតហ្មងឥឡូវខ្ញុំបើកកញ្ចប់ទី2បងមកដូចគ្នាប៉ុន្តែពណ៌ខ្មៅក្រៅខ្ញុំភាគច្រើនគឺខ្ញុំចូលចិត្តទិញពណ៌ខ្មៅហើយនិងពណ៌សដោយសារតែខ្ញុំគិតថាពណ៌ពីរហ្នឹងស្រួលលេងមួយខ្លាំងមែនទែនបងជាមួយនឹងស្បែកជើងឬមួយក៏កាបូបនេះជាខោពណ៌ខ្មៅខ្ញុំលក់ឲ្យបងមើលខ្ញុំមានអារម្មណ៍ថាខោពណ៌ខ្មៅដាក់លើខ្លួនទៅគឺវាស្អាតខ្លាំងមែនទែនដោយសារមើលទៅធ្វើឲ្យរាងយើងស្លូនជាងមុនណាបងហើយឥឡូវខ្ញុំមកលោកអាពណ៌ខ្មៅនេះឲ្យបងមើលខ្ញុំស្រឡាញ់កវាដោយសារតែកបិទចិត្តអញ្ចឹងខែតិចគឺខ្ញុំអត់ចង់ប៉ះត្រូវខ្យល់ទេដោយសារតែខ្លាំងមែនទែននេះតែបើសិនជាបងនៅខ្មែរបងដែលស្រឡាញ់ស្បែកចូលចិត្តឃ្លុំស្បែកអត់ចង់ឲ្យស្បែកប៉ះត្រូវកំណត់ថ្ងៃខ្ញុំយល់អារម្មណ៍បងដែលស្រឡាញ់ស្បែកសបងអាចទិញកៅអៅខ្ញុំពាក់បានធានាថាម៉ូដប្លែកពីគេហ្មងកៅអៅកអមដែរប៉ុន្តែអត់ដូចកអមដែលយើងធ្លាប់ឃើញហត់ដងទេណាបងចង់ស្គាល់អែបដែលខ្ញុំទិញឲ្យបានហ្នឹងបងអាចខមមិននៅក្នុងវីដេអូនេះ